បងខ្លះក៏គិតថាចង់ប្រើប្រព័ន្ធគ្រប់គ្រងដល់តែអ្នកចេះកុំព្យូទ័រឬក៏ចេះអង់គ្លេសឥឡូវនៅក្នុងវីដេអូមួយនេះខ្ញុំលើកជាឧទាហរណ៍ជាក់ស្ដែងជូនបងមើលតែម្ដងបងប្អូនស្រីម្នាក់នេះគាត់រៀនបានត្រឹមថ្នាក់ទី7ទេហើយរៀនអត់ចប់ទៀតទី7ហ្នឹងតែដោយសារតែបញ្ហាជីវភាពត្រូវឈប់រៀនដើម្បីមកជួយប៉ាម៉ាក់ធ្វើការរកស៊ីអញ្ចឹងណាគ្នាក៏ត្រូវបោះបង់ការសិក្សាពាក់កណ្ដាលផ្លូវក្រោយមកគាត់ក៏បានទទួលឱកាសមួយបានមកធ្វើការនៅដេប៉ូលក់ធ្យូងអនាម័យបងប្រុសម្ចាស់ដេប៉ូដល់ឃើញការខិតខំព្យាយាមធ្វើការរបស់គាត់ថាពេលខ្លះបូមជីដល់ម៉ោង9ម៉ោង10យប់ក៏បងស្រីគាត់អត់ឈប់សម្រាកដែរនិយាយទៅគឺមើលបញ្ជីមើលការកម្មរបស់អតិថិជនរហូតដល់ត្រឹមត្រូវអស់ហើយបានហ៊ានចូលគេងដល់ឃើញថាការលំបាករបស់គាត់ពិបាកច្រើនបងប្រុសក៏គាត់សម្រេចចិត្តរកប្រព័ន្ធគ្រប់គ្រងគិតថាចង់មកប្រព័ន្ធគ្រប់គ្រងហ្នឹងវារយៈពេលរៀងយូរដែរតែគាត់មិនទាន់ដឹងថាត្រូវជ្រើសរើសយកក្រុមហ៊ុនមួយណាដែលគេអាចជួយ support កូនចៅគាត់បានដោយសារតែកម្រិតនៃការប្រើប្រាស់កុំព្យូទ័ររបស់កូនចៅគាត់ក៏ដូចជាភាសាផ្សេងៗហ្នឹងគ្នាគឺអត់សូវចេះហើយនៅខ្ចីមែនតើតែអញ្ចឹងសម្រាប់ចុះឡើងគាត់ក៏ជ្រើសរើសយកក្រុមហ៊ុនរបស់ខ្ញុំដែលឃើញថាសកម្មភាពរបស់ពួកយើងគឺជួយ support user បានច្រើនអ្នកប្រើប្រាស់បានច្រើនអញ្ចឹងក៏គាត់ឲ្យពួកយើងទៅឡើងឲ្យគាត់ហើយយើងក៏ចំណាយពេលចាពួកយើងមិនមែនត្រឹមតែទៅ support មួយថ្ងៃហើយដំឡើងហើយបង្រៀនហើយតែយើងនៅដឹកដៃបងស្រីធ្វើរហូតដល់បងអាចបិទបញ្ជីដោយ system បាននៅពេលល្ងាចឡើងគឺគាត់បាន feedback ប្រាប់យើងវិញគាត់ឆ្លើយតបមកប្រាប់យើងវិញថាថ្ងៃនេះគឺគាត់មានអារម្មណ៍ថាធូរស្រាលច្រើនគាត់ដឹងថាតន័យលក់តន័យបញ្ជីលុយគេសងចាពាក់ចំណាយផ្សេងៗគឺគាត់បានដាក់ចូលទៅក្នុង system រួចរាល់អស់ហើយបានបិទបញ្ជីទៅឃើញថាវាត្រឹមត្រូវហើយគឺជាថ្ងៃទី1ដែលគាត់រៀនប្រើក៏ដោយក៏ពិតមែនប៉ុន្តែគាត់អាចធ្វើបានប៉ុណ្ណេះគឺគាត់អារម្មណ៍ថាគាត់ស្រឡះចិត្តហើយសប្បាយចិត្ត